កូនក្រមុំវៀតណាមទំលាយពីមូលហេតុមិនជន់ដំណើរអតីតស្វាមីមកព្រំដែនកម្ពុជាក្រោយលែងលះគ្នាហើយទុកឲ្យឪពុកនិងពូជាអ្នកជន់ដំណើរជំនួសវិញគឺដោយសារតែមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបង្ហាញអារម្មណ៍សោកស្ដាយនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញកូនក្រមុំវៀតណាមឃ្វៀនធីយៀនបាន live វីដេអូនិយាយរៀបរាប់ប្រាប់មហាជនថារូបនាងនិងស្វាមីលង្ហួរបានសម្រេចចិត្តលែងលះគ្នាហើយក្រោយរៀបការបាន3ខែប៉ុន្តែពួកគេនៅរក្សាទំនាក់ទំនងរាប់អានគ្នាដដែលនេះបើតាមកូនក្រមុំវៀតណាមបានប្រាប់ពីមូលហេតុថាការបែកគ្នានេះបានយល់ព្រមដោយគ្រួសារទាំងពីរមិនមានចំនួនឆ្លោះប្រកែកគ្នាឬចាក់ចែងដោយឯកមកកម្ពុជានោះឡើយជាបន្ថែមទៀតថាពួកគេចែកផ្លូវគ្នាដោយសន្តិវិធីដោយសារតែភាពខុសគ្នានៃភាសាវប្បធម៌របៀបរស់នៅនិងទស្សនៈក្នុងជីវិតនិងការងារប៉ុន្តែបន្ទាប់ពីការប្រកាសចែកផ្លូវគ្នារបស់អ្នកទាំងពីរធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយឃើញឪពុកនិងពូកូនក្រមុំវៀតណាមជាអ្នកជូនដំណើរកូនប្រសាប្រុសមកព្រំដែនកម្ពុជាទៅវិញតែមិនឃើញមានវត្តមានអតីតកូនក្រមុំវៀតណាមរូបនេះជូនដំណើរអតីតស្វាមីជាលើកចុងក្រោយឡើយជាមួយគ្នានេះវៀនធីយៀនក៏បាន live វីដេអូប្រាប់ការពិតថាថ្ងៃដែលលង្ហួរទៅនឹងខ្ញុំកំពុងនៅក្រុមហ៊ុនប៉ាខ្ញុំបានជូនលង្ហួរទៅច្រកព្រំដែនកម្ពុជាវិញគ្មានរឿងដេញឬមិនខ្វល់ខ្វាយអីទេទាំងអស់គ្នាព្រោះថាគ្រួសារទាំងសងខាងនៅរកស៊ីជាមួយគ្នាដូច្នេះគ្មានរឿងបែបនេះទេរកការគ្រួសារខ្ញុំជួលទេទាំងការខ្ញុំទាំងអស់ម៉ាក់ប៉ាខ្ញុំរៀបចំទាំងអស់ខ្ញុំមានអារម្មណ៍ថាបំផ្លាញម៉ាក់ប៉ាខ្ញុំរោបការរោងការនិងរបស់របរផ្សេងទៀតម៉ាក់ប៉ារៀបចំទាំងអស់លុយរបស់ម៉ាក់ប៉ាខ្ញុំទាំងអស់ពួកខ្ញុំចាប់ដើមបិណ្ឌចុះសម្រុងគ្នា